ជំពូកទី8កាន់គម្ពីរហោរាតូចបន្ថែមទៀតព្រះគម្ពីរណាហុំយើងមិនដឹងច្បាស់ពីកាលបរិច្ឆេទនៃទំនាយរបស់ហោរាណាហុំនោះទេប៉ុន្តែអ្វីដែលប្រកាសនោះគឺថាគាត់បានធ្វើជាហោរានៅចន្លោះពេលនៃការធ្លាក់ចុះនៃនគរខាងជើងនិងការដួលរលំនៃប្រទេសអាសឺទំនាយរបស់ហោរាណាហុំគឺជាពាក្យដែលកំសាន្តចិត្តចំពោះពួកយូដានៅពេលដែលនគរខាងត្បូងត្រូវបានគំរាមកំហែងដោយសាសអាសឺហោរាណាហុំមិនត្រឹមតែទាយថាសត្រូវរបស់ពួកគេនឹងបរាជ័យក្នុងការវាយដណ្ដើមយកក្រុងយេរូសាឡឹមប៉ុណ្ណោះទេតែថែមទាំងបានទាយថាក្រុងនីនីវេនឹងត្រូវបំផ្លាញខ្ទេចខ្ទីអស់ហើយនឹងមិនអាចសាងសង់សារជាថ្មីឡើងវិញបានឡើយការដាក់ទោសក្រុងនីនីវេដែលជារាជធានីនៃប្រទេសអាសឺត្រូវបានរៀបរាប់យ៉ាងលម្អិតគឺមានដូចជាទឹកជន់ហូរលេចនិងភ្លើងឆេះបន្សុះក្រុងនោះចំពោះការបំផ្លិចបំផ្លាញនៃក្រុងនីនីវេបែបនេះណាហុំបានចាត់ទុកថាវាជាការដាក់ទោសដ៏យុត្តិធម៌របស់ព្រះជាម្ចាស់ចំពោះមនុស្សទុច្ចរិត